ការចាប់ផ្ដើមជាថ្មីពេលវេលាចេះតែកន្លងទៅហើយមនុស្សបានកើតពាសពេញលើផែនដីនៅគ្រប់ទីកន្លែងគេគ្រប់គ្នាបានភ្លេចព្រះជាម្ចាស់រួចគេប្រព្រឹត្តតែអំពើអាក្រក់តែប៉ុណ្ណោះព្រះអង្គឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលព្រះអង្គបានឃើញការទាំងនោះកើតឡើងនៅលើផែនដីដែលទ្រង់ស្រឡាញ់គ្រប់ទីកន្លែងមានពេញទៅដោយជំងឺរោគាសេចក្តីស្លាប់និងគ្រោះមហន្តរាយដែលទាំងអស់នោះសុទ្ធតែជាអ្វីដែលព្រះអង្គស្អប់យ៉ាងខ្លាំងកាលនោះមានបុគ្គលម្នាក់ឈ្មោះលោកណូអេដែលមានតែគាត់ម្នាក់គត់ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែលនៅកាលនោះគ្មាននរណាផ្សេងទៀតក្រៅពីគាត់ឡើយលោកណូអេបានស្ដាប់បង្គាប់ព្រះជាម្ចាស់គាត់និយាយលេងជាមួយព្រះជាម្ចាស់គាត់ចូលចិត្តនៅជាមួយនឹងព្រះជាម្ចាស់ដូចជាអ្នកចូលចិត្តនៅជាមួយនឹងមិត្តសម្លាញ់ដ៏ល្អរបស់អ្នកដែរព្រះជាម្ចាស់មានបន្ទូលថាណូអេអ្វីបានបដូរទៅជាអាក្រក់ទាំងអស់មនុស្សទាំងអស់ដែលរស់នៅលើផែនដីយើងមានចិត្តពេញទៅដោយការស្អប់ខ្ពើមគ្នាជំនួសសេចក្តីស្រឡាញ់ទៅវិញពួកគេកំពុងតែបំផ្លាញខ្លួនឯងនិងគ្នាឯងហើយនឹងផែនដីយើងត្រូវបញ្ឈប់ពួកគេតែជាដំបូងឯងត្រូវធ្វើទូកមួយសិនតើអ្នកចេះធ្វើទូកដែរឬទេលោកណូអេក៏មិនចេះធ្វើទូកដែរតែជាការល្អណាស់ដែលព្រះជាម្ចាស់ចេះធ្វើទូកហើយទ្រង់នឹងបង្ហាញឲ្យគាត់ចេះពីរបៀបធ្វើទូកផងដែរព្រះជាម្ចាស់មានបន្ទូលប្រាប់លោកណូអេទៀតថាព្យុះសង្គ្រានឹងកើតមានឡើងប៉ុន្តែយើងសន្យាថាយើងនឹងសង្គ្រោះឯងយើងនឹងបញ្ជូនសត្វទាំងអស់មកឯងគឺមានពួកសត្វដែលវាពួកសត្វដែលលូនវាពួកសត្វដែលលូននឹងពស់ពួកសត្វដែលរំកិលខ្លួនពួកសត្វដែលផាយពួកសត្វដែលលោតពួកសត្វដែលរត់ដោយលោតនិងសត្វដែលប្រតោងហើយកុំភ្លេចនាំយកចំណីអាហារសម្រាប់គ្រប់សត្វទាំងអស់ផងព្យុះសង្គ្រានឹងបោសសម្អាតនៅភាពសម្អប់ទុក្ខសោកនិងគ្រប់អ្វីដែលជាការអាក្រក់ទាំងអស់ហើយយើងនឹងសម្អាតផែនដីឲ្យបានស្អាតម្ដងទៀតទ្រង់មានគម្រោងដើម្បីឲ្យលោកណូអេរួចផុតពីគ្រោះថ្នាក់ប៉ុន្តែលោកណូអេត្រូវតែមានទំនុកចិត្តចំពោះព្រះជាម្ចាស់ហើយធ្វើតាមអ្វីដែលព្រះជាម្ចាស់បានប្រាប់គាត់ឲ្យធ្វើដូច្នេះលោកណូអេក៏សង់ទូកដ៏ធំមួយឡើងរីឯអ្នកជិតខាងរបស់លោកណូអេបានចេញពីផ្ទះមកមើលគេបានចង្អុលហើយសោចចំអកដាក់គាត់ពីព្រោះគេពុំបានជឿតាមលោកណូអេតាក់ទងនឹងការសង់ទូកធំតាក់ទងនឹងព្យុះសង្គ្រាឬក៏តម្រូវការនៃការជួយសង្គ្រោះឡើយចំពោះពួកគេមើលទៅលោកណូអេហាក់បីដូចជាល្ងីល្ងើមែនតែនគាត់បានសង់ទូកនៅកណ្ដាលទីរហោស្ថានគឺជាកន្លែងមួយដែលនៅឆ្ងាយពីសមុទ្រមិនត្រឹមតែប៉ុណ្ណោះថែមទាំងមេឃស្រឡះថេងគ្មានពពកផងនិយាយឲ្យខ្លីទៅការនោះគ្មាននរណាត្រូវការឆាត់ផងហើយតើឲ្យត្រូវធ្វើទូកធ្វើអីទៅប៉ុន្តែចំពោះគំនិតរបស់ពួកមនុស្សទាំងនោះលោកណូអេមិនខ្វល់ទេតែគាត់ខ្វល់ខ្វាយតែពីគំនិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដូច្នេះគាត់បានធ្វើនៅអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ធ្វើនៅពេលដែលទូកធំនោះបានសង់រួចស្រេចហើយព្រះជាម្ចាស់មានបន្ទូលថាចូលនាំគ្នាចូលទៅចុះដូច្នេះក្រុមគ្រួសារលោកណូអេទាំងអស់គ្នាព្រមទាំងពពួកសត្វទាំងប៉ុន្មានក៏នាំគ្នាចូលទៅក្នុងទូករួចមកព្រះជាម្ចាស់ក៏បិទទ្វារទូកធំនោះទៅហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកជាច្រើននាទីរហូតដល់ច្រើនម៉ោងដល់ច្រើនថ្ងៃដល់ច្រើនអាទិត្យហើយច្រើនអាទិត្យទៀតរួចភ្លៀងក៏បង្កើតជាថ្លុកបង្កើតជាស្ទឹងបង្កើតជាបឹងបង្កើតជាទន្លេរហូតដល់ក្លាយជាទឹកជំនន់ដ៏ធំគ្របដណ្ដប់ផែនដីទាំងមូលតែម្ដងពីមុនទូករបស់គាត់មើលទៅហាក់បីដូចជាធំណាស់ស្រាប់តែឥឡូវពេលអណ្ដែតនៅលើផ្ទៃទឹកមើលម្ដងទៀតទៅហាក់បីដូចជាតូចមែនទែនប៉ុន្តែនៅកណ្ដាលព្យុះសង្គ្រាដែលមានរលកធំបោកកញ្ជ្រោលលាយនឹងរន្ទះព្រមទាំងផ្លេកបន្ទោផ្លេកផងនោះគឺនៅក្នុងហេតុការណ៍ទាំងនោះព្រះជាម្ចាស់គង់នៅជាមួយពួកគាត់
ហើយព្រះជាម្ចាស់បានការពារពួកគាត់ឲ្យផុតពីគ្រោះថ្នាក់អស់រយៈពេល40ថ្ងៃ40យប់ហើយនៅទីបំផុតភ្លៀងក៏បានស្ងប់ឈឹងទៅព្រះអាទិត្យក៏រះឡើងលោកណូអេក៏បើកបង្អួចទូកហេគ្រប់គ្នាលាន់មាត់ឡើងលោកណូអេបានលែងសត្វព្រាបហើយឲ្យហើរចេញទូកទៅដើម្បីមើលសភាពការខាងក្រៅមិនយូរប៉ុន្មានសត្វព្រាបក៏បានពំស្លឹកអូលីវដ៏ស្រស់មួយមកផងគ្រប់គ្នាក៏បានដឹងច្បាស់ថាសត្វព្រាបបានរកឃើញដើមឈើនិងដីគោកនេះមានន័យថាទឹកបានស្រកហើយនៅទីបំផុតស្រាប់តែទូកលោកណូអេបានគឿងដោយស្រួលនៅលើកំពូលភ្នំដ៏ធំមួយពេលដែលទូកនឹងថ្កល់ហើយព្រះជាម្ចាស់បានមានបន្ទូលប្រាប់គេថាចូលនាំគ្នាចេញមកគ្រប់គ្នាក៏ចេញពីទូកទៅដោយរីករាយសប្បាយគេលោតកញ្ឆេងនិងរាំលើដីស្ងួតមុនដំបូងបង្អស់លោកណូអេបានអរព្រះគុណដល់ព្រះជាម្ចាស់ពីព្រោះព្រះជាម្ចាស់បានជួយសង្គ្រោះក្រុមគ្រួសារគាត់ដោយដែលព្រះអង្គបានសន្យានឹងគាត់មែនហើយជាដំបូងក្នុងពេលនោះព្រះជាម្ចាស់បានសន្យាថាយើងនឹងមិនបំផ្លាញផែនដីនេះទៀតទេនេះប្រៀបបីដូចជាអ្នកចម្បាំងម្នាក់ដែលបានយកធ្នូនិងព្រួញទៅទុកបន្ទាប់ពីបានច្បាំងហើយព្រះជាម្ចាស់បានមានបន្ទូលថាឃើញទេយើងបានព្យួរធ្នូរបស់យើងនៅលើពពកហើយនៅទីនោះក្នុងពពកដែលជាកន្លែងដែលខ្យល់ព្យុះជួបនឹងព្រះអាទិត្យវាបានបង្កើតចេញជាធ្នូដ៏ស្អាតបង្កើតដោយពន្លឺនេះគឺជាការចាប់ផ្ដើមជាថ្មីមួយទៀតនៅលើផែនដីរបស់ព្រះជាម្ចាស់តែមិនយូរប៉ុន្មានផងការទាំងអស់បានធ្លាក់ចូលទៅផ្លូវអាក្រក់ម្ដងទៀតក៏ប៉ុន្តែព្រះជាម្ចាស់មិនមានភាពភ្ញាក់ផ្អើលនោះឡើយព្រោះព្រះអង្គបានដឹងជាមុនរួចស្រេចហើយថានឹងមានការនេះកើតឡើងម្ដងទៀតមូលហេតុនេះហើយបានជាមុនពេលកំណត់ព្រះជាម្ចាស់មានផែនការមួយទៀតដែលល្អជាងមុនគឺជាផែនការដែលមិនបំផ្លាញផែនដីនេះទៀតទេប៉ុន្តែជាផែនការសង្គ្រោះឲ្យរួចពីបាបវិញនៅថ្ងៃមួយព្រះអង្គនឹងចាត់ព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គមកធ្វើជាអ្នកសង្គ្រោះឲ្យរួចពីបាបព្រះជាម្ចាស់នឹងមានចិត្តខឹងយ៉ាងខ្លាំងម្ដងទៀតចំពោះភាពសំអប់ទុក្ខព្រួយនិងសេចក្តីស្លាប់ប៉ុន្តែម្ដងនោះគឺមិនមែនលើរាជឬផែនដីរបស់ព្រះជាម្ចាស់ទេនោះចម្បាំងរបស់ព្រះអង្គមិនបានតម្រង់ឆ្ពោះទៅរាជរបស់ព្រះអង្គទេវាបានតម្រង់ទៅលើចំកណ្ដាលបេះដូងនៃស្ថានសួគ៌វិញ